Ok, nè nó kia hay nó không lồng hạt mới đi cái chào số thà thì muối acid acetic nắng từ protein chia muối alcohol muối bằng cát bàn chia este muối đài sôn chật buôn màu lưng rồi bảo vệ nước miên mà sai sập bia 8 gram hay để xâm đồ để kia chọn bán nó cứ ở đây kia chọn bán cho dân kẹt niềm mà mol con đi anh đi xâm đồ tí muối lịch bí kia tha vô acid acetic 12 gram ទៅធ្វើប្រតិកម្មជាមួយនឹងអេទីឡាកុលដែលគេទទួលបានហ្នឹងអេស្តេទទួលបានអេស្តេអ្នកនេះចំនួន 10.56 ក្រាមគេចង់បានគឺថាគណនាទិន្នផលនៃប្រតិកម្មហ្នឹងអញ្ចឹងតោះយើងទៅតាមដាននៅការដោះស្រាយលំហាត់ទាំងអស់គ្នាយើងមើលចម្លើយសំណួរទី1គណនាម៉ាស់ម៉ូលេគុលគឺ MaOH ចឹងយើងសរសេរសមីការយកអាស៊ីតអេស៊ីតិកទៅបូកជាមួយនឹងអាល់កុលទទួលបានអេស្តេបូកទឹកហើយយើងតាំងវាមកចឹងធ្វើបានប៉ុណ្ណឹងតទៅយើងតាំងវាតាំងនេះតាំងម្ដងនេះបន្តទៀតយើងស្រង់បំរាប់វាមកបំរាប់គេប្រាប់ថាបំរាប់គេប្រាប់ថាម៉េច n របស់ ស្មើនឹង 0.4 ម៉ូលហើយ mE នេះស្មើនឹង 40.8 ក្រាមចឹងយើងធ្វើតាមណាតាមច្បាប់រក្សាមកតែអូខេតាមច្បាប់រក្សាមកដើម្បីទាញរក ម៉ាស់ម៉ូលរបស់នេះអាល់កុលចឹង MA បូកអាល់កុលស្មើទឹកតទៅទៀតយើងរក ME នេះហើយយើងទាញរកសិនទាញរក អាល់កុលតែ ME ស្មើមែនស្មើនឹង ME តូចនៅលើ NE ស្មើ 40 មើលវា8ហ្នឹងនៅលើ4ចឹងវាស្មើនឹង 102 ក្រាមក្នុងម៉ូលហើយ MA យើងអាចធ្វើតាមនេះបានយក C 12 គុណនឹង 2 បូកជាមួយនឹង 16 គុណ 2 ដែរមកបូកជាមួយនឹង 1 គុណនឹង 4 ស្មើអានេះគឺ32 24 បូក32ហើយបូកជាមួយនឹង 4 ទៀតវាស្មើនឹង 60ចំពោះ ទឹកវាស្មើនឹង 1 គុណ 2 បូក 16 8 ក្រាមក្នុង 1 ម៉ូលចឹងដាក់នោះមក MA សម្ព័ន្ធ OH ស្មើជាមួយនឹង M
âm ơ 100 2 bột cho mùi nước đọc 7 đọ cho mùi năng âm e với sma học tập chẳng sma cái sma học tập kem của nó mùi màu cho sai máu đôi ní mà có mà màu có sma học tập kem của nó màu chẳng nhiều chọc phần năng trênនេះគឺជាចម្លើយនៃលំហេតុឬក៏សំណួរទី1ឥឡូវយើងមកចូលសំណួរទី2តទៀតហើយយើងមកចូលសំណួរទី2ម្ដងសំណួរទី2នេះគេឲ្យគណនាទិន្នផលនៃប្រតិកម្មហ្នឹងអញ្ចឹងគេថាយកអាស៊ីតអេរីទិក12ក្រាមធ្វើប្រតិកម្មជាមួយនឹងអេទីលអាល់កុលគេទទួលបានអេស្ទែចឹងយើងសរសេរសមីការដូចមកសមីការយកអាស៊ីតអេរីទិកគឺ C3 អូហេទៅបូកជាមួយនឹងអេទីលអាល់កុលគឺ C3 C2 អូហេចឹងទទួលបាននេះស្ទែថា3COO ជាមួយនឹងអានេះអាចព្រមតាមចេះក្បាលនេះកុំឲ្យវាវែងពេកណាផ្សេងអត់ស្បែចេញតាមវាដែរមកហើយតាមខាងនេះចឹងរូបមុនតាមរូបមុនទិន្នផលគឺKD ស្មើទទួលបានគុណ100ចែកឲ្យទ្រឹស្ដីចឹងបើតាមបំរាប់គេប្រាប់មកថាអាស៊ីតអេស៊ីតិកហ្នឹងមាន12ក្រាមចឹងមានថា MA ស្មើ12ក្រាមហើយជួយប្រកាន់ជាមួយនឹងអាល់កុលគេទទួលបាន HTAO អានេះគឺជា ME ទទួលបានអ្នកនរស្មើ56ក្រាមចឹងអ្វីដែលយើងអត់តាមគឺ M ទ្រឹស្ដីតែ M ទ្រឹស្ដីស្មើនឹង NE គុណជាមួយនឹង ME ដោយ ME នេះស្មើយក C មិនមែន4 2គុណ4មកបូក O មាន16គុណ2បូកហើយមិនមែន5 6 7 8គុណ8មកស្មើ88តែអត់នេះវាស្គាល់អត់ចឹងរកអិនចឹងត្រូវរកអិនអេតែមកNA វាស្មើនឹង M តូចហើយ MA ធំស្មើខ្ញុំជួសយកមកអ្នកគ្នា12នេះ
ខាងលើមិញយើងរកឃើញណានេះឃើញនេះមិញអេនេះហ្នឹងមិញស្មើ60អ្នកនេះតែ60ហើយនេះ12ម៉ោង 0.6 0.2 6 ពី12ណាម៉ូលចេញតាមស្បៃគេតាមស្បៃគេNE នេះវាស្មើនឹង NE 0.2 ម៉ូលចឹងដូចនេះតែទេស្មើនឹងហើយអូតើជួយទ្រឹស្ដីអត់ចឹងយកដាក់នេះទ្រឹស្ដីស្មើ 0.2 គុណជាមួយនឹង88ស្មើនឹង17 ក្រាមចឹងនាំឲ្យ AD ដូចនេះ AD ស្មើនឹងមែន 10.56 គុណ100ចែកជាមួយនឹង 17.6 ហើយចម្លើយស្មើនឹង 60% អ្នកនេះចឹងលំហាត់យើងឃើញប៉ុណ្ណឹងហើយអរគុណអ្នកគ្នាសម្រាប់ការតាមដានជួបគ្នានៅវីដេអូក្រោយទៀត